សួស្តីអ្នកនរគ្នាខ្ញុំមន្ទូចថ្ងៃនេះខ្ញុំនឹងចែករំលែកនូវបទពិសោធន៍នៃការរៀនភាសាកូរ៉េតាំងពីដំបូងរហូតមកដល់បច្ចុប្បន្នខ្ញុំបានប្រឡងបញ្ចប់ថ្នាក់ទី12នៅឆ្នាំ2014-2015បន្ទាប់ពីប្រឡងចប់ហើយចិត្តទី1ខ្ញុំចង់រៀនបន្តចិត្តមួយទៀតចង់រកថវិកាជួយគ្រួសារសិននៅពេលនោះក៏មានមិត្តភក្តិខ្ញុំម្នាក់បានបបួលខ្ញុំមករៀនភាសាកូរ៉េនៅពេលនោះដោយសារតែសាលាបង្រៀនភាសាកូរ៉េគឺមានច្រើនដូច្នេះគឺខ្ញុំពិបាកចិត្តនៅសម្រាប់ថាតើខ្ញុំត្រូវចូលរៀននៅសាលាបង្រៀនភាសាកូរ៉េមួយណាបន្ទាប់ពីខ្ញុំគិតហើយក៏មានឱកាសមួយបានផ្ដល់ឲ្យខ្ញុំស្គាល់នៅសាលាឧត្តមភាពបង្រៀនភាសាកូរ៉េនៅពេលនោះក៏ជាឱកាសល្អរបស់ខ្ញុំមួយដែលខ្ញុំបានស្គាល់សាលាឧត្តមភាពបង្រៀនភាសាកូរ៉េដែលចំថ្ងៃសាលាដែលបើកវគ្គថ្មីនិងមានប្រូម៉ូសិនចំពោះបងប្អូនដែលទើបតែនឹងប្រឡងចប់ថ្នាក់ទី12ក្នុងអំឡុងពេលដែលខ្ញុំរៀនភាសាកូរ៉េគឺខ្ញុំបានទទួលនូវក្តីស្រឡាញ់អំពីអ្នកគ្រូនិងលោកគ្រូដែលគាត់ចូលចិត្តទុកដាក់មិនថាខ្ញុំមកពីខេត្តការរៀនភាសាកូរ៉េដំបូងរបស់ខ្ញុំគឺមានភាពលំបាកតែដោយសារតែមានលោកគ្រូអ្នកគ្រូដែលគាត់បានបញ្យល់ខ្វះក្បាយហើយនឹងបង្រៀននៅមូលដ្ឋានគ្រឹះច្បាស់លាស់ក៏ខ្ញុំចាប់ផ្ដើមលូតលាស់ចាប់ពីពេលនោះមកខណៈដែលពេលរៀនខ្ញុំមានក្តីសុបិនមួយគឺខ្ញុំនឹងមកដល់ប្រទេសកូរ៉េឲ្យបាននៅពេលនោះក្តីសុបិនរបស់ខ្ញុំក៏បានមកដល់ឱកាសមួយខ្ញុំបានឈានជើងមកដល់ប្រទេសកូរ៉េក្នុងឆ្នាំ2018ពេលខ្ញុំឈានមកដល់ប្រទេសកូរ៉េដំបូងគឺផលវិបាករបស់ខ្ញុំគឺអាកាសធាតុហើយនិងម្ហូបអាហារកាត់មកកន្លែងធ្វើការងារវិញនៅពេលដែលខ្ញុំធ្វើការងារពេលនោះតកែរើសពលករខ្មែរតែ2នាក់តែប៉ុណ្ណោះគឺមានខ្ញុំហើយនិងបងប្រុសម្នាក់ដែលមកជាមួយខ្ញុំគឺសុទ្ធតែជាពលករថ្មីទាំងអស់ក្នុងអំឡុងនៅពេលដែលធ្វើការក៏ខ្ញុំមានជួបនូវផលវិបាកជាច្រើនទី1គឺភាសាទី2គឺគ្រឿងម៉ាស៊ីនដែលយើងមិនធ្លាប់ធ្វើពីមុនមកសោះតែអ្វីដែលសំខាន់ជាងគេគឺភាសាបើកាលណាយើងមិនចេះនៅភាសាកូរ៉េគឺពិបាកក្នុងការធ្វើការងារហើយនឹងប្រស្រ័យទាក់ទងគ្នាមែនទែនបន្ទាប់ពីធ្វើការពេលថ្ងៃហើយនៅពេលល្ងាចក៏ខ្ញុំបានវិលត្រឡប់មកផ្ទះវិញខ្ញុំតែងតែស្រាវជ្រាវមើលថាតើមានកន្លែងណាដែលនៅជិតកន្លែងដែលខ្ញុំធ្វើការអាចរៀនភាសាកូរ៉េបានដែរឬទេនៅពេលនោះដោយសារតែខ្ញុំមកថ្មីទោះបីជាខ្ញុំស្រាវជ្រាវឃើញនៅកន្លែងរៀនភាសាកូរ៉េនៅជិតក៏ដោយក៏ប៉ុន្តែខ្ញុំក៏មិនដឹងថាទៅដោយវិធីណាដែរទាំងមធ្យោបាយសាធារណៈនិងការហៅតាក់ស៊ីគឺខ្ញុំមិនដឹងពីរបៀបនៃការជិះនោះទេបន្ទាប់ពីខ្ញុំខិតខំធ្វើការងារបណ្ដើរនិងរៀនភាសាកូរ៉េបណ្ដើរក៏មានឱកាសមួយនៅពេលនោះមានមិត្តភក្តិខ្ញុំម្នាក់ក៏បានណែនាំឲ្យខ្ញុំរៀននៅវគ្គសាវេទង្ហា program ដើម្បីរៀនជំនួយនៅការនិយាយសាវេទង្ហា program គឺមិនមែនត្រឹមតែជំនួយនៃការនិយាយនោះទេគឺយើងអាចយល់ដឹងអំពីជីវធម៌ហើយនិងបរិបទរស់នៅនិងសង្គមរបស់កូរ៉េជាដើមបន្ទាប់ពីទទួលការណែនាំអំពីមិត្តភក្តិនៃការរៀនភាសាកូរ៉េហើយខ្ញុំក៏បានចុះឈ្មោះចូលរៀននៅវគ្គសាវេទង្ហា program នោះផងដែរនៅពេលដែលខ្ញុំចូលរៀនវគ្គសាវេទង្ហា program ក៏ខ្ញុំបានស្គាល់មិត្តភក្តិជាច្រើនមិនថាជនជាតិខ្មែរនិងជនជាតិផ្សេងៗបន្ទាប់ពីខ្ញុំបានចូលរៀនវគ្គសាវេទង្ហា program ជាទៀងទាត់មកគឺខ្ញុំសង្កេតមើលខ្លួនឯងថាការនិយាយនិងការស្ដាប់ភាសាកូរ៉េរបស់ខ្ញុំគឺបានច្រើននៅពេលនោះគឺខ្ញុំបាននិយាយជាច្រើនជាមួយនឹងជនជាតិកូរ៉េនិងជនជាតិផ្សេងៗដែលយើងអាចប្រស្រ័យទាក់ទងគ្នាជាភាសាកូរ៉េបាននៅពេលនេះនៅពេលដែលខ្ញុំបានប្រឡងចប់នៅសញ្ញាបត្រវគ្គសាវេទង្ហា program មកក៏ខ្ញុំបានទទួលបានឱកាសថ្មីៗជាច្រើនឱកាសនោះគឺដោយសារតែខ្ញុំខិតខំในការប្រឹងប្រែងធ្វើការងារហើយនឹងយល់ដឹងអំពីភាសាកូរ៉េអាចទាក់ទងគ្នាបានខ្ញុំក៏បានផ្លាស់ប្ដូរពីធ្វើការងារនៅក្នុងរោងចក្រក៏បានផ្លាស់ទៅធ្វើនៅក្នុងសាមូស៊ីលវិញបន្ទាប់ពីធ្វើការងារនៅក្នុងសាមូស៊ីលពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំក៏មានអារម្មណ៍ថាការរៀនភាសាកូរ៉េនៅក្នុងប្រទេសកូរ៉េគឺមានសារៈសំខាន់ណាស់ក្នុងអំឡុងពេលនោះដែរតកែក៏បានផ្ដល់ឱកាសថ្មីឲ្យខ្ញុំមួយទៀតគឺគាត់បានបញ្ជូនខ្ញុំទៅរៀនជាមួយនឹងវិទ្យាស្ថានមួយដែលជាវិទ្យាស្ថាន design ធំរបស់ប្រទេសកូរ៉េដែលគាត់បញ្ជូនខ្ញុំទៅសិក្សានៅទីនោះដើម្បីទទួលបានសញ្ញាបត្រនិងការទទួលស្គាល់នៅក្នុងការធ្វើការងារនៅកន្លែងសាមូស៊ីលនោះឱកាសល្អបែបនេះហើយក៏ខ្ញុំទទួលស្គាល់នៃគុណតម្លៃនៃការសិក្សាវគ្គសាវេទង្ហា program នេះគឺជាវគ្គមួយដែលល្អបំផុតសម្រាប់ជនអន្តោប្រវេសន៍ដូចជាពួកយើងនៅពេលដែលយើងរៀនវគ្គសាវេទង្ហា program ចប់គឺមិនត្រឹមតែប៉ុណ្ណោះទេគឺយើងអាចយកសញ្ញាបត្រយកទៅបដូរវីសាដើម្បីការរស់នៅប្រទេសកូរ៉េរបស់យើងបានរហូតឬក៏យូរជាងអាណត្តិរបស់អ៊ីណាញឱកាសថ្មីៗក៏បានឈានចូលមកដល់ជាបន្តបន្ទាប់នៅក្នុងអំឡុងពេលនោះខ្ញុំក៏បានបដូរវីសាក៏រួចរាល់ផងដែរអត្ថប្រយោជន៍នៃការបដូរវីសារបស់ខ្ញុំគឺខ្ញុំអាចធានាគ្រួសារធានាកូនធានាឪពុកម្ដាយមកលេងប្រទេសកូរ៉េបានដូច្នេះសមិទ្ធផលទាំងអស់នេះគឺខ្ញុំសង្កេតមើលថាគឺនេះមកពីការប្រឹងប្រែងរៀនភាសាកូរ៉េនិងចាប់ឱកាសថ្មីៗនៅក្នុងប្រទេសកូរ៉េនេះក៏ជាវីដេអូមួយសម្រាប់ខ្ញុំចែករំលែកទៅកាន់អ្នកនរគ្នាមិនថាបងប្អូននៅខ្មែរឬក៏នៅកូរ៉េគឺយើងសង្វាតចាប់នៅវគ្គសាវេទង្ហា program នេះគឺវាល្អណាស់សម្រាប់ពួកយើង